ให้បើសិនជាកូនក្មេងគេអត់យកលុយទេជ្រោះប៊ូស្រារដូវកាលនេះហ่าបងប្អូនគឺថាស្អាតអត់ចាញ់ខែវស្សាប្រហែលទេទោះបីទឹកវាមិនច្រើនក៏ពិតមែនប៉ុន្តែសម្រាប់ខ្ញុំទៅដល់មាត់ច្រកចូលហ្នឹងគឺគេលក់សបុតនៅខាងមុខហ្នឹងឯងបងប្អូននេះគឺសបុតមួយហ្នឹង2000ខ្មែរហើយយើងចូលទៅដល់គេមានលក់របស់ញ៉ាំលក់ចំណីលក់វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀតហើយក៏បានឃើញអ៊ំស្រីដែលគាត់ជាជនជាតិដើមភាគតិចពូនងអង្គុយលក់ល្មៀតបល័យឬក៏ចេកអីអញ្ចឹងណាបងប្អូនហើយក៏មានការរៀបចំលក់របៀបនេះជាជួរអញ្ចឹងហ្មងសម្រាប់ទីតាំងកន្លែងនេះវិញគេមានដាក់តាំងជារូបថតរបស់បងប្អូនជនជាតិដើមភាគតិចតាក់ទងជាមួយនឹងប្រពៃណីវប្បធម៌និងឧបករណ៍ភ្លេងផ្សេងអញ្ចឹងណាបងប្អូនហើយយើងដើរមកដល់ខាងមុខនេះឃើញគេដាក់ថាស្រាផាសិនមណ្ឌលគិរីហើយតំណងមកបងប្អូនលក្ខណៈថាជាផលិតផលក្នុងស្រុករបស់ខ្មែរអញ្ចឹងណាប៉ុន្តែខ្ញុំបានទិញសាកមើលឯងដោយសារតែយើងធ្វើដំណើរឆ្ងាយបងប្អូនមកដល់ខាងមុខនេះឃើញគេមានលក់វត្ថុអនុស្សាវរីយ៍ផ្សេងដូចជាសម្លៀកបំពាក់អីផ្សេងជាដើមអញ្ចឹងទៅបងប្អូនមានតាំងពីមួកតាំងពីអីសពគ្រប់ហើយអ្នកលក់នៅនឹងគាត់រស់រាយខ្លាំងមែនទែនហ្មងហើយអ្នកលក់របៀបហ្នឹងគឺថាមានតាំងពីលើរហូតទៅដល់ខាងក្រោមអូយបងប្អូនយើងឃើញកន្លែងទឹកធ្លាក់កន្លែងនេះមួយតង់នេះទឹកធ្លាក់ដូចជា2តង់អូយបងប្អូនកន្លែងនេះមើលទៅឡើងខ្ពស់សន្លឹមគ្រាន់បោដែរស្អាតគេដាក់ថានេះគេដាក់ថាកម្រងថ្មីឆាប់នេះ2025បងប្អូនមានសត្វព្រៃមានការជិះម៉ូតូធំហើយនឹងមានស្ពានកញ្ចក់ខ្ញុំត្រៀមមកលេងម្ដងទៀតបងប្អូនយើងឡើងមកដល់ហើយនេះឃើញសឹកកតេលហ្មងហើយនេះទឹកធ្លាក់បងប្អូនឃើញឡងកលូងហ្មងយ៉ាងនិយាយថាខែនេះអត់សូវមានទឹកផងប៉ុន្តែទឹកធ្លាក់មកច្រើនមែនទែនហើយចំពោះនៅមណ្ឌលគិរីនៅជ្រោះប៊ូស្រានេះបងប្អូនគឺមានស្ពានឈើដើររបៀបនេះអូដោយសារតែទឹកវាតិចពេកបងប្អូនណាកន្លែងនេះអត់មានហូរកាត់ទេអានេះបើសិនមកប៉ះខែវស្សាអាចខែ6ខែ7អីអាចមានទឹកហូរទៅក្រោមមកតង់ទៀតកាន់តែស្អាតអញ្ចឹងមកដល់គោលដៅហើយបងប្អូនអើយបន្ទាប់ពីជិះពីក្រុងនៅខាងសែនមនោរម្យមកប្រហែលជា30គីឡូយើងបានមកដល់ហើយនេះជ្រោះប៊ូស្រាហើយយើងចង់ខាងលើដើម្បីមើលជ្រោះមកដូចបរទេសពីអ្នកនៅខាងលើនោះក៏បានដែរបងប្អូនប៉ុន្តែខ្ញុំចង់មកលេងទឹកធ្លាក់និយាយទៅថ្ងៃនេះដឹងលេងទឹកហ្មងព្រោះមើលទៅតំណងត្រជាក់ស្រួលតែទោះបីជាយើងមកប៉ះពេលទឹករីងក៏ពិតមែនបងប្អូនប៉ុន្តែខ្ញុំមានអារម្មណ៍ថាទឹកប្រព័ន្ធនេះហាគឺងាយស្រួលនឹងលេងមែនទែនហ្មងជាពិសេសគឺក្មេងៗដោយសារតែវាមានគ្រោះថ្នាក់អីចឹងទៅហើយភ្ញៀវបរទេសដែលគាត់ទៅលេងនៅទីនោះភាគច្រើនគាត់ចូលចិត្តទៅអង្គុយធ្វើការនៅក្រោមនឹងដោយសារតែវាមាត់ទឹកត្រជាក់អីចឹងណាបងប្អូនខ្ញុំនៅវិញគ្រាន់តែឃើញទឹកធ្លាក់ស្អាតអញ្ចឹងនិយាយពីថាអង្គុយភ្លាមបងប្អូនដោយសារតែវាចាហាយទឹកមកត្រជាក់ស្រួលមែនទែនទៅតំបន់រមណីយដ្ឋានរបស់ប្រទេសខ្មែរយើងបងប្អូនមិនចាញ់បរទេសប្រហែលទេបងប្អូនមើលទឹកធ្លាក់អត់ជាច្រើនតង់មែនទែនហ្មងណាហើយសំខាន់ថ្ងៃដែលខ្ញុំទៅបងប្អូនទៅដល់ជ្រោះប៊ូស្រាខេត្តមណ្ឌលគិរីហើយនៅតែមានហ្វេនគាត់សុំខ្ញុំថតទៀតអូននិយាយពីថាអរគុណមែនទែនហ្មងនិយាយទៅគាត់ស្គាល់ខ្ញុំមានអារម្មណ៍ថារំភើបបងប្អូនហើយសម្រាប់ដុំថ្មនៅនឹងវិញបងប្អូនឃើញអត់លក្ខណៈថាជាផ្ទាំងអញ្ចឹងហ្មងឡើងដល់ថ្នាក់មើលឃើញខ្ញុំទូចមួយដូចកូនសមោចអញ្ចឹងនិយាយពីថាគ្រាន់តែឃើញទឹកធ្លាក់ស្អាតរបៀបហ្នឹងខ្ញុំចង់តែចោះងូតទឹកភ្លាមហ្មងបងប្អូនប៉ុន្តែម៉ែពុកគាត់អត់ឲ្យងូតទេគាត់ថាយើងត្រូវធ្វើដំណើរបន្តទៅមុខទៀតអញ្ចឹងណាប្រងកក់សក់បងប្អូនដោយសារតែឃើញទឹកជ្រោះស្អាតអញ្ចឹងចង់កក់សក់ដោយសារតែយកសាប៊ូទៅតាមខ្លួនរហូតម្យ៉ាងទៀតថានៅនឹងគេមានកន្លែងចាក់សោរបៀបនេះបងប្អូនដូចនៅកូរ៉េហើយដែលយើងចំណាំមើលតាមវីដេអូអីចឹងណាហើយបើចោះដើរមកកន្លែងនេះវិញអូយបងប្អូនអើយឡងក្លូងស្អាតខ្លាំងមែនទែនឃើញផ្ទាំងថ្មទាំងដុំហ្មងអញ្ចឹងហើយសង្ឃឹមថាកូនខ្មែរយើងទាំងអស់គ្នានៅពេលដែលឃើញវីដេអូនេះហើយបងប្អូននឹងជួយ share បន្តផងដោយសារតែដើម្បីចែករំលែកតំបន់ទេសចររបស់យើងដើម្បីពិភពលោកបានឃើញ